បងប្អូនទាំងអស់គ្នាសួស្តីថ្ងៃនេះខ្ញុំចង់និយាយអំពី plastic properties impact and uses ចឹងចំណុចទី1ដែលខ្ញុំចង់ផ្ដោតលើគឺនិយាយពី problem of using plastic bag for hot food ទី2តទៅជាមួយនឹង benefit of switching to paper food containers and lastly conclusion and recommendation អញ្ចឹងយើងនិយាយអំពី problem ពេលដែលយើងប្រើជាមួយនឹង plastic ហើយយើងដាក់ម្ហូបក្តៅចូលអញ្ចឹងវាផ្ដល់ហានិភ័យខ្ពស់ខ្លាំងមែនទែនដល់សុខភាពរបស់យើងនៅពេលដែលយើងយកម្ហូបដាក់នៅក្នុងម្ហូបដែលក្តៅដាក់នៅក្នុង plastic អញ្ចឹងវាធ្វើឲ្យចំហាយ plastic សារធាតុគីមីរបស់ plastic ហ្នឹងគឺវាចូលទៅបង្កជាជំងឺដូចជាផ្ដល់ផលប៉ះពាល់ដល់សុខភាពយើងជាខ្លាំងអញ្ចឹងឧទាហរណ៍ដូចជាEE ដែលគាត់លក់បាយម្ហូបភាគច្រើនគឺថង់ plastic ហ្នឹងហើយម្ហូបក្តៅពុះហុយដាក់ចូលថង់ហ្នឹងចាគឺវាមានផលប៉ះពាល់ខ្លាំងមែនទែនដល់សុខភាពរបស់យើងអាចនឹងកើតមហាជំងឺអាចនឹងកើតជំងឺមហារីកផងដែរអញ្ចឹងតើតើជាមួយនឹងចំណុចទី2គឺ food quality issue អញ្ចឹងធម្មតាពេលយើងដាំម្ហូបក្តៅនៅក្នុងថង់ពេលខ្លះអាថង់ហ្នឹងវាចេញជាតិពីថង់មកជា plastic ពីថង់ហ្នឹងចឹងក៏វាបាត់នៅ quality របស់ food ដែរហើយសារធាតុទាំងអស់ហ្នឹងគឺវា affect ទៅលើខ្លួនប្រាណយើងខ្លាំងមែនតើខ្ញុំសូមត្រួសខ្លីៗចាទី3តទៅជាមួយនឹង environmental problem អញ្ចឹងយើងដឹងហើយថា plastic គឺវា take hundred of year ហ្មងគឺយូរខ្លាំងណាស់ហើយវាបាន create នៅ a large amount of waste ទៀតចាដូចជាទឹកដូចជាសត្វអីហ្នឹងធ្វើតែបំពុលដល់វាអញ្ចឹងណាបងប្អូនចាតទៅជាមួយទី4គឺ safety concern for customer អញ្ចឹង bag may melt for break due to heat and easy to leak soup or oily food ហ្នឹងហើយអញ្ចឹងគឺថាថង់ហ្នឹងគឺវា easy to leak soup ហើយនឹង oily ខ្លាំងមែនតើសូម្បីតែពេលដែលខ្ញុំថប់ទៅទិញម្ហូបអីចឹងគឺអាប្រេងចាអាស៊ុបអីហ្នឹងគឺវា leak ខ្លាំងមែនតើហ្មងគឺវាងាយស្រួលមែនតើចឹងយើងចូលទៅដល់ benefit for switching to paper food container អញ្ចឹងកន្លែងហ្នឹងដូចជា solution មួយដែរនៅពេលដែលបងប្អូនទាំងអស់គ្នាធ្លាប់តែយកម្ហូបដែលក្តៅដាក់នៅក្នុងថង់ plastic អញ្ចឹងយើងអាចតែប៉ុន្តែយើងអាចជៀសវាងវាបាននេះជៀសវាងដោយការប្រើនៅប្រអប់ក្រដាសឬក៏ដែលជា bag ក្រដាសចាថង់ក្រដាសអីចឹងយើងអាចប្រើជំនួសទៅគឺល្អមែនតើគឺអត់ប៉ះពាល់ទេហ្នឹងយើងអាចកាត់បន្ថយវាបាននេះដូចក្នុងរូបភាពដែលខ្ញុំបានបង្ហាញហ្នឹងគឺយើងមាននៅប្រអប់ក្រដាសអីដែរអញ្ចឹងណាបងប្អូនចាអញ្ចឹងទី1គឺវាផ្ដល់ benefit អីគេខ្លះតាក់ទងជាមួយនឹង health safety អញ្ចឹងវាធ្វើឲ្យយើងមានសុខភាពល្អចា do not release harmful chemical when exposed to heat better and preserving food quality អញ្ចឹងវាជួយយើងបានច្រើនវាជួយកាត់បន្ថយនៅសារធាតុគីមីដែលចេញពី plastic ហ្នឹងចាអត់ឲ្យប៉ះពាល់ដល់សុខភាពរបស់យើងទេហើយវារក្សាទុកនៅquality របស់ food ហ្នឹងបានល្អជាងមុនអញ្ចឹងណាចាទី2តទៅជាមួយនឹង maintain food quality ចា no plastic smell អត់មានសារធាតុគីមីទេមានសារធាតុ plastic ចូលមកទេ reduce moisture build up ចា keep food fresh and tasty ដូចខ្ញុំបាននិយាយខាងលើចឹងហើយទី3ទៅជាមួយនឹង environmentally friendly ដូចគ្នាចា paper decomposes much faster reduce plastic waste help protect the environment ចឹងការប្រើជាមួយនឹងប្រអប់กระดาษណាគឺវាជួយបរិស្ថានបានច្រើនចាវាជួយកាត់បន្ថយនៅ plastic ដូចគ្នាផងដែរចឹងទី4ហ្នឹងគឺតទៅជាមួយនឹង improve business image ចឹងកាលណាយើងប្រើប្រាស់ជាមួយនឹងប្រអប់กระดาษច្រើនគឺមិនទៅ build customer trust in food safety look more modern and professional attract more customer អញ្ចឹងអាហ្នឹងបើតទៅជាមួយនឹង business ក៏ល្អដែរដោយសារអីគឺវាជួយឲ្យម្ហូបរបស់យើងគឺមានសុវត្ថិភាពទៅដល់អតិថិជនរបស់យើងចាហើយវាទាន់សម័យវាមើលទៅបែបលក្ខណៈ professional ណាជាបែបស្តង់ដារហើយវាមានការតាក់ទាញទៅកាន់អតិថិជនយើងផងដែរទី5ទៅជាមួយនឹង convenient ចា strong and durable safe for hot food easier to carry and transport អញ្ចឹងវាងាយស្រួលខ្លាំងមែនតើដឹកជញ្ជូនផ្សេងៗហ្នឹងអញ្ចឹងចូលដល់ចំណុចចុងក្រោយតទៅជាមួយនឹង conclusion and recommendation តើនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង plastic បដូរមកទៅជាប្រើប្រាស់กระดาษប្រអប់กระดาษអីចឹងណាអញ្ចឹងខាងហ្នឹងក៏យើងមានជាមួយនឹង conclusion ទៅមួយ recommendation ថាយើងត្រូវធ្វើបែបម៉េចហើយការបន្ថយបែបម៉េចជាងមុនដែរអញ្ចឹងដូចយើងបានដឹងចឹងថានៅពេលដែលយើងប្រើប្រាស់ជាមួយនឹង plastic
គឺវាមានផលប៉ះពាល់ខ្លាំងនេះ Conclusion using plastic bag to hold hot food is a major concern for both personal health and the environment. High temperature cause plastic to release toxic chemicals such as BPA and ដែលសូមហៀនរំលងបងប្អូនចា directly into the food. Long-term consumption of this chemical is linked to serious health risks, including cancer, hormonal imbalances, and developmental issues in children. Furthermore, the reliance on single-use plastics significantly increase environmental pollution អញ្ចឹងវាជួយយើងបានច្រើនខ្លាំងមែនតើនៅពេលដែលយើងមានជាមួយនឹងការទប់ស្កាត់ក៏ដូចជាការកែប្រែនៅយើងប្រើនៅរបស់ដែលល្អៗណាជាជាងដែលយើងប្រើប្រាស់នៅអាហារក្តៅដែលដាក់ចូលទៅក្នុងផ្លាស្ទិកចឹងវាផ្ដល់ផលប៉ះពាល់ខ្លាំងទៅលើពិភពលោកទៅលើចាបញ្ហាមួយចំនួនដែរទៅលើសុខភាពផងទៅលើមនុស្សយើងសត្វនិងពិភពលោកយើងទាំងមូលដូចគ្នាអញ្ចឹងគឺវាជាលក្ខណៈបែប serious health risk ណាចាវាគឺជាហានិភ័យដែលវាខ្លាំងហ្មងយើងត្រូវតែគិតគូរខ្លាំងមែនតើអញ្ចឹងពី recommendation អញ្ចឹង for food vendors ចាយើងត្រូវធ្វើមកទៅ switch to natural material use banana leaf for food grade paper packaging where possible អញ្ចឹងយើងប្រើធ្វើម៉េចដើម្បីឲ្យវាអាចកាត់បន្ថយបានអញ្ចឹងណាយើងព្យាយាមទាំងអស់គ្នាក្នុងការប្រើប្រាស់នៅវត្ថុធាតុដើមរបស់យើងចាពីធម្មជាតិរបស់យើងយកមកកែច្នៃចាយើងព្យាយាមប្រើបានច្រើនជាជាងប្រើផ្លាស្ទិកចាអញ្ចឹង use high quality container ចា invest in BPA free for microwave containers they are designed to handle high heat អញ្ចឹងហ្នឹងវាជួយបានច្រើនខ្លាំងមែនតើយើងជួយទាំងអស់គ្នាទៅដើម្បីយើងកែច្នៃយើងកែលម្អយើងរៀបចំយើង design វាធ្វើម៉េចឲ្យកាត់បន្ថយបាន plastic បានច្រើនហើយយើងជួយទៅកម្មសុខភាពរបស់យើងហើយយើងអាចជួយទ្រទ្រង់នៅសេដ្ឋកិច្ចរបស់យើងដែរហ្នឹងពេលយើងប្រើអុកกระดาษច្រើនពេលអីច្រើនមនុស្សយើងមានជួបបាន research ច្រើនចឹងសេដ្ឋកិច្ចយើងក៏ច្រើនដូចគ្នាដោយសារតែអត់សូវមានអ្នកឈឺអត់សូវមានអ្នកចំណាយខ្ពស់ទៅលើបញ្ហាសុខភាពចឹងណាចាអញ្ចឹងយើង let food cool down ចាអញ្ចឹងកន្លែងហ្នឹងក៏ជាសំខាន់មែនតើដែល food before baking ចា it ហ្នឹងគឺយើង minimize វាទៅចា the chemical leaching process អញ្ចឹងយើងត្រូវតែមានវិធានការមួយដែលធ្វើឲ្យ food ហ្នឹងគឺវានៅតែទីមួយគឺវាទទួលបាននូវគុណភាពល្អវាសុវត្ថិភាពហើយវាល្អសម្រាប់អតិថិជនដែលបានមកទិញផងហើយណាមួយបើតើតើជាមួយ business គឺវា attract people ទៀតអញ្ចឹងគឺយើងចំណេញបានច្រើនយើងពេលដែលយើងអត់ប្រើ plastic យើងប្រើនៅបាយกระดาษចាឬក៏ជាលក្ខណៈថង់กระดาษគឺយើងជួយសេដ្ឋកិច្ចបានច្រើនយើងជួយទៅដល់ចាការដែលមិនប៉ះពាល់ដល់សុខភាពចាហើយទី2ហ្នឹងតកតងជាមួយនឹងថាយើងអាចរកភាពបានច្រើនដូចគ្នាព្រោះអីការប្រើអុកកណ្ដាស់ក៏ជាភាពតាក់ទាញមួយដែរចាអញ្ចឹងនេះគឺជាចា for customer ដែលខ្ញុំបាននិយាយមុនហ្នឹងចឹងគឺយើងជួយបានច្រើនខ្លាំងណាតកតងជាមួយនឹងការប្រើប្រាស់ជាមួយនឹងថង់กระดาษប្រអប់กระดาษចាជាជាងប្រើ plastic ចាហើយយើង avoid ជាមួយនឹង baking boiling food ចាយើង reduce alter plastic នឹងឯងចាគឺយើងជួយបានច្រើនខ្លាំងមែនតើអញ្ចឹងខាងខ្ញុំគឺមានតែប៉ុណ្្នឹងទេតកតងជាមួយនឹង plastic ដែលយើងមិនត្រូវយកអាហារដែលក្តៅដាក់ចូលទៅក្នុង plastic ទេអញ្ចឹងក្នុងនេះខ្ញុំបានបន្ថែមដែរថាពេលដែលបងប្អូនទាំងអស់គ្នាប្រើ plastic ពេលយកម្ហូបក្តៅដាក់ចូលគឺវាមានផលប៉ះពាល់ច្រើនខ្លាំងណាស់ហើយបើទោះជាយើងបដូរមកប្រើជារបស់ដូចជាប្រអប់กระดาษដូចជាថង់យួរกระดาษអញ្ចឹងគឺវាអត់មានផលប៉ះពាល់អីទេហើយវាជួយដល់សេដ្ឋកិច្ចហើយវាជួយឲ្យប្រម៉ូទនៅផលិតផលរបស់បងប្អូនទាំងគ្នាបានច្រើនទៀតអញ្ចឹងទាំងផលប៉ះពាល់ដូចជាការកែលម្អការកែសម្រួលនិងកាត់បន្ថយក៏ដូចជាការណែនាំផ្សេងៗគឺខ្ញុំបាននិយាយក្នុងវីដេអូនេះអស់ហើយចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាមើលវីដេអូនេះហើយនឹងយល់ដឹងអំពីបញ្ហាសុខភាពបានកាន់តែច្រើនចឹងអរគុណច្រើនជម្រាបលាបងប្អូន